5លំហាត់5នេះសម្រាប់បងប្អូនទាំងអស់គ្នាដែលចង់បានចង្កេះតូចស្អាតក្បាលពោះយើងមានអេបបងប្អូនទាំងអស់គ្នាកុំភ្លេចអនុវត្ត5លំហាត់5នេះនិយាយទៅសម្រាប់អ្នកដែលចង់បានរាងលឿនទោះអ្នកដែលកំពុងតែនៅលើគីឡូក៏ដោយបងប្អូនហាត់តាមវីដេអូហ្នឹងគឺចេញរាងបានលឿនតែម្ដងបងប្អូនអាចមើលវីដេអូនេះពីដើមដល់ចប់បានពីព្រោះវីដេអូហ្នឹងខ្ញុំអត់មានខាទេគឺខ្ញុំធ្វើពេញតែម្ដងសម្រាប់លំហាត់5ទី1គឺយើងចាប់ផ្ដើមជាមួយនឹងការច្រត់ដៃចាបងប្អូនប្រើលើកាមេរ៉ាក៏បានបងប្អូនមាន step បងប្អូនសកត់លើ step ដូចខ្ញុំអញ្ចឹងក៏បានដែរប៉ុន្តែបងប្អូនរកអីសកត់រកអីនេះដុំបាត់ដៃរបស់យើងដើម្បីជួយទប់លំនឹងដៃយើងកុំឲ្យយើងឈឺប្រអប់ដៃលំហាត់ប្រាណនឹងបងប្អូនអាចធ្វើវា2នាទីក៏បាន3នាទីក៏បានតែបាន3នាទីគឺកាន់តែល្អបើខ្ញុំធ្វើ3នាទីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូហ្នឹងបងប្អូននៅពេលដែលបងប្អូនធ្វើលំហាត់5មួយនេះគឺបងប្អូនទាំងអស់គ្នាអារម្មណ៍ប្រឹងសាច់ដុំក្បាលពោះរបស់យើងនេះហើយខ្នងយើងរៀងចកោងបន្តិចចាស្មាយើងរៀងបើកស្មាយើងរៀងបើកខ្នងយើងរៀងចកោងបន្តិចហើយប្រឹងសាច់ដុំក្បាលពោះរបស់យើងចុងជើងរបស់យើងគឺចុចចុងជើងឲ្យត្រង់ចាលំនឹងគឺអត់ដាក់ទៅលើដៃទេលំនឹងគឺនៅសាច់ដុំក្បាលពោះរបស់យើងបងប្អូនលំហាត់ប្រាណនេះគឺញ័រមកតួខ្លួនហ្មងនិយាយទៅអ្នកដែលហាត់ប្រាណអត់ដែលបែកញើសអីចាសាក់មកក្បាច់នឹងឲ្យគ្រប់3ជុំមើលដឹងហើយថាបែកញើសឬក៏អត់និយាយមែនបងប្អូនអើយស្រក់ញើសតក់ហ្មងអានឹងបឺនសាហាវណាជាពិសេសបងប្អូនដែលគីឡូធំពិបាកក្នុងការលោតហាត់អាមួយនឹងបានលំហាត់ប្រាណហ្នឹងហាត់បានចាខ្ញុំ recommend និយាយទៅតកតងជាមួយនឹងពពួកគេហៅបានថាខាយ៉ូយើងមានច្រើនយើងមានចាំភិងយើងមានរ៉ាន់យើងមានអីចឹងទៅប៉ុន្តែមួយផ្នែកនេះក៏ជាផ្នែកមួយនៅក្នុងខាយ៉ូដែរគឺវាញ័រពេញមកទូកខ្លួនយើងតែម្ដងដូចអាគេហៅថា plank ចាស្តៀងគ្នាបងប្អូនឃើញមួយនាទីអីខ្ញុំដាក់3នាទីគឺ3នាទីពេញបងប្អូនអត់មានខាវីដេអូទេណាចឹងឲ្យបងប្អូនទាំងអស់គ្នាអាចមើលបានប៉ុន្តែវិធីសាស្ត្រដែលហាត់ល្អខ្ញុំ recommend ឲ្យបងប្អូនទាំងអស់គ្នាមើលមកវីដេអូអញ្ចឹងឲ្យយល់ចាស្ដាប់ខ្ញុំបញ្យល់មួយឲ្យយល់ហើយចាំបងប្អូនទាំងអស់គ្នាស្កប់វាសិនហាត់សិននៅចាហាត់សិនណាហើយធ្វើឲ្យគ្រប់3ជុំទៅចាំចុច play វីដេអូខ្ញុំបន្តទៀតហើយចាំហាត់តាមបន្តទៀតបងប្អូនហាត់អញ្ចឹងគឺបងប្អូនអាចហាត់បានគ្រប់ចំនួនតែម្ដងសំខាន់អ្វីដែលសំខាន់គឺបងប្អូនមើលឲ្យយល់របៀបក្នុងការហាត់នៅក្នុងលំហាត់ប្រាណនីមួយបងប្អូនទាំងអស់គ្នាចាគ្រប់3នាទីហើយម៉ោងរយចាអូខេអញ្ចឹងយើងសម្រាប់បន្តិចបានយើងចូលដល់លំហាត់ប្រាណទី2បន្តទៀតសម្រាប់លំហាត់ប្រាណទី2គឺបងប្អូនទាំងអស់គ្នាផ្លែងចាតកតងជាមួយនឹងការផ្លែងស្មាយើងបើកចាចុងជើងយើងដាក់ដោយលំហាត់ប្រាណទី1មិញដែរចាជើងយើងដាក់ស្របជាមួយនឹងដងខ្លួនលំហាត់ផ្លែងនេះបងប្អូនដាក់1នាទីក៏បាន2នាទីក៏បានអាស្រ័យលើបងប្អូនធ្វើបានណាចាតែខ្ញុំអត់ចាំថាខ្ញុំដាក់2នាទីឬក៏ប៉ុន្មានទេចាំមើលនៅក្នុងវីដេអូនេះសិនយើងប៉ុន្មាននាទីដៃរបស់យើងគឺដាក់បែបនេះហើយបងប្អូនរកអីកលកែងដៃតិចណាដើម្បីកុំឲ្យវាខិនកុំឲ្យវាខិនកែងដៃចាបងប្អូនមានកសែងបងប្អូនបាត់កូនកសែងទៅឬក៏បងប្អូនធ្វើលើកាមេរ៉ាបងប្អូនបាត់កេមការ៉ារបស់យើងអូយវ៉យលោកស្ងាប់ទេអេដមីនមកចឹងនេះសบายខ្លាំងបងប្អូនអរគ្នានាទីយើងហើយទៅចាកុំភ្លេចចុច like share វីដេអូរបស់ខ្ញុំម្នាក់មួយផងបងប្អូនចាខ្ញុំអល់មួយយ៉ាងហ្នឹងអត់សូវបានធ្វើវីដេអូពេញអញ្ចឹងជូនបងប្អូននេះណោះអូខ្ញុំធ្វើ2នាទីបងប្អូននៅក្នុងវីដេអូហ្នឹងចាអញ្ចឹងបងប្អូនអាចបាន1នាទីធ្វើតែ1នាទីទៅបងប្អូនមក2នាទីក៏បានដែរចាប្រឹងសាច់ដុំក្បាលពោះចាស្មាបើកស្រុកខ្យល់ចូលផ្លុំខ្យល់ចេញស្រុកខ្យល់ចូលផ្លុំខ្យល់ចេញ slow មួយចាចិត្តដល់ហើយស៊ូឲ្យបានស៊ូឲ្យបានគេលួងខ្លួនឯង
បងប្អូនវាយ៉ាងដែរខ្ញុំ voice បដាផ្លុំខ្យល់បដាខ្លួនឯងអង្គុយណាចាវីដេអូនឹងហាត់ចាតែវាយកមក voice over voice បដាផ្លុំខ្យល់បដាថ្មីរហូតខ្ញុំអូខេតាអញ្ចឹងយើងចាប់ផ្ដើមជាមួយនឹងលំហាត់ប្រាណទី3អានេះបងប្អូនទាំងអស់គ្នាជង្គង់ឆ្វេងទៅជាមួយនឹងកៃដៃស្ដាំជង្គង់ស្ដាំទៅមួយកៃដៃឆ្វេងបងប្អូនផឹងសាច់ដុំក្បាលពោះយើងឲ្យជាប់ណាអាហ្នឹងមិនចូលទៅកង់ក្បាលពោះយើងពីខាងមុខបានល្អចាលំហាត់ប្រាណនេះបានទាំងស្រកបានទាំងដុតខ្លាញ់បានទាំងក្បាលពោះហើយបានទាំងហាត់យកចំហៀងនៅក្នុងនឹងហ្មងយើងបងប្អូនធ្វើចេះជង្គង់យើងមុននឹងអុកទៅផ្លុំខ្យល់ចេញណាចាតា1 2 3ចាប់បាត់ដល់នាទីចាប់ទំនឹកឃើញរាប់អ្នកនាងអើយដាកអូខេអញ្ចឹងយើងចូលដល់លំហាត់ប្រាណទី4សម្រាប់លំហាត់ប្រាណទី4នេះបងប្អូនទាំងអស់គ្នាអានេះដូចពូតសាច់ចកេះយើងឲ្យទូអញ្ចឹងអូយចេញចកេះលឿនណាស់បងប្អូននិយាយមែនលំហាត់ប្រាណនេះអត់ប្រើឧបករណ៍ឯង slow ចាជើងរបស់យើងដាក់ទទឹមគ្នាចាបងប្អូនមើលយើងបត់ជើងឆ្វេងស្ដាំបែបហ្នឹងចាប្រឹងចកេះចាយកសាច់ដុំចកេះយើងផឹងចាអារម្មណ៍ផ្ដោតទៅលើចកេះបងប្អូនធ្វើ33ជុំដូចគ្នាបងប្អូនធ្វើ20ក៏បានដែរ23ជុំដូចគ្នានៅក្នុងវីដេអូនេះ maybe ខ្ញុំធ្វើ30ចាដោយសារនិយាយទៅវីដេអូបើសិនជាមួយដេខ្ញុំភិកច្រើនខ្ញុំធ្វើទៅ20តែបើសិនជាខ្ញុំធ្វើខ្លីៗបែបនេះខ្ញុំអាចនឹងធ្វើ30ហើយព្រោះខ្ញុំធ្វើវីដេអូឲ្យបងប្អូនទាំងអស់គ្នាកុំឲ្យខាតគឺដាក់មកទំហឹងទៅឲ្យស្រកដែរចាគេខ្លាចខាតបងប្អូនចូលដល់លំហាត់ប្រាណចុងក្រោយអូយអានេះមេក្បាច់អេបចេញលឿនណាស់បងប្អូនខ្ញុំនិយាយមែនណាអ្នកចង់ចេញរៀងចេញអេបក្បាលពោះនេះslow ដល់បងប្អូនប្រើដុំដែក1គីឡូប្រើ5គីឡូក៏បាន10គីឡូក៏បានចាបងប្អូនប្រើកៅអីដូចខ្ញុំអញ្ចឹងមកចានៅពេលដែលបងប្អូនទម្លាក់ដៃទៅកែងដៃយើងនេះមកក្រោយចាមកគៀនពីក្រោយគឺវាចូលសាច់ចកេះយើងពីក្រោយនេះបានល្អហ្មងចា slow ណានៅពេលដែលទម្លាក់ដៃផ្លុំខ្យល់ចេញចាលំហាត់ប្រាណនេះបងប្អូនធ្វើ23ជុំ20បានហើយមិន30ទេ30វាធ្ងន់ខ្លាំងណាបើយួរដុំដៃ10គីឡូដូចខ្ញុំចេះទៀតគឺធ្ងន់ខ្លាំងហ្មងចាអូខេបងប្អូនខ្ញុំមនុស្សខ្លួនសប៉ែតណាខ្ញុំអត់សូវមានរៀងទេបើខ្ញុំអត់សូវហាត់ពពួកលំហាត់ប្រាណនេះហ្មងគឺខ្ញុំមើលអត់ដឹងឃើញរៀងហ្មងខ្ញុំចាហើយសម្រាប់បងប្អូនទាំងអស់គ្នាដែលមានបំណងចង់សម្រក់ទម្ងន់ឬក៏បងប្អូនកំពុងតែសម្រក់ហាត់ប្រាណហើយបងប្អូនពិបាកក្នុងការស្រកបងប្អូនអាចអេតជាមួយនឹង Diamond Cafe ថែមបានយើងមាន promotion បងប្អូនញ៉ាំមួយថ្ងៃអស់តែ$1ទេចាយើងបើសិនជាជូរទៅយើងធម្មតាយើងអាចមកអាទិត្យស្រក1គីឡូអីចឹងណាយើងសម្រក់ធម្មតាយើងធ្វើរបបអាហារយើងហាត់ប្រាណតែបើយើងញ៉ាំ Diamond Cafe យើងអាចបាន2គីឡូអញ្ចឹងមួយខែយើងអាចបានចូល5-6គីឡូបើបងប្អូនត្រឹម10គីឡូអីតែ2ខែដល់គោលដៅបាត់ហើយអញ្ចឹងរបស់ជំនួយគឺត្រូវតែមានសម្រាប់ខ្ញុំក៏មានដែរមុនហាត់ប្រាណក៏ខ្ញុំញ៉ាំដែរញ៉ាំមកកញ្ចប់មុនហាត់ប្រាណទៅវាជំរុញការដុតខ្លាញ់របស់យើងណាបងប្អូនអត់មានប៉ះពាល់សុខភាពអីទេញ៉ាំទឹកឲ្យបានច្រើនគេញ៉ាំបានគ្រប់គ្រាន់ផងអរគុណច្រើនបងប្អូនជួបគ្នាវីដេអូក្រោយ